រាល់ថ្ងៃនឹងឈឺក្បាលឈឺក្បូងវិលមុខឈឺជើងឈឺដៃគ្រប់បែបយ៉ាងទាំងអស់ឲ្យសេចក្តីឈឺនឹងមកដល់នឹងភ័យគ្រប់គ្នាទាំងអស់នឹងបានប្រពុតជាម្ចាស់នឹងលោកសម្ដែងថាឲ្យយើងពិចារណាថាចរិយាធម្មោមហេចរង្គអនតៃតោអាត្មាអញមានសេចក្តីចាស់នឹងចរិយានឹងជាធម្មតាគ្មានសត្វគ្មានបុគ្គលណាកិច្ចឲ្យផុតឲ្យរួចអំពីសេចក្តីចាស់សេចក្តីចរិយានឹងបានទេអញ្ចឹងព្រះពុទ្ធលោកឲ្យសម្ដែងធម៌ទី1នឹងលោកឲ្យយិត្តញោមពិចារណាអញ្ចឹងទៅកុំឲ្យមានសេចក្តីប្រមាទទី2ជាធិធម្មោមហេចរង្គអនតៃតោអាត្មាអញមានសេចក្តីឈឺចាប់ជាធម្មតាហើយឈឺដូចអាត្មាលើកឡើងអមិញអញ្ចឹងបើជំងឺខ្លះពេទ្យអាចព្យាបាលបានក៏បានទៅជំងឺខ្លះពេទ្យមិនអាចព្យាបាលបានក៏ដល់នៅសេចក្តីស្លាប់គ្រប់គ្នាទាំងអស់អត់ថាវ័យចាស់វ័យក្មេងទេញាតិញោមណាចរិយាធម្មោមហេចរង្គអនតៃតោនឹងហើយដល់ព្រះពុទ្ធជាម្ចាស់លោកឲ្យពិចារណាធម៌ទី3មរណៈធម្មោមហេមរណងអនតៃតោឲ្យពិចារណានៅសេចក្តីស្លាប់គ្រប់គ្នាទាំងអស់ហើយកុំអួតថាអញនៅក្មេងណាអត់ទាន់ឈឺទេអត់ទាន់ស្លាប់ទេអត់ទាន់ទៅណាទេហើយអញ្ចឹងនៅប្រមាទអញ្ចឹងនៅគិតតែខ្លួនឯងមិនទាន់ចាស់នៅគិតតែខ្លួនឯងមិនទាន់ឈឺនៅគិតតែខ្លួនឯងនឹងនៅក្មេងមិនទាន់ស្លាប់ម្ល៉េះហើយអត់ទាន់រកសេចក្តីល្អនឹងដាក់ខ្លួនទេទានក៏មិនទាន់ធ្វើសិលក៏មិនទាន់ធ្វើណាមានញាតិញោមខ្លះអាយុដល់ទៅ70 80ហើយនៅកាន់តែសណាញ់នៅកាន់តែដងបកៃនៅកាន់សទូចអនងឡើយទេអត់ទាន់រកបុណ្យរកកុសលអីឃើញទេហ្នឹងហើយហូចតែនៅតែកាន់សណាញ់នៅតែកាន់សទូចអនងនៅតែកាន់ម៉ងហ្នឹងទៅតែស្លាប់ទៅនឹងវាអត់មានបានបុណ្យកុសលអីទៅជាមួយទេណាអញ្ចឹងបានយើងកុំគិតថាសេចក្តីស្លាប់នេះនៅឆ្ងាយឲ្យសោះគិតថាសេចក្តីស្លាប់នេះនៅគ្រប់ការដកដង្ហើមចេញចូលរបស់យើងទាំងអស់គ្នាទាំងអាត្មាក៏ចេះសគត់ទាំងញាតិញោមពុទ្ធបរិស័ទនឹងក៏ចេះស្លាប់គ្រប់គ្នាដូចជាមាននុកម្នាក់នោះញាតិញោមពុទ្ធបរិស័ទមានកូនដល់ទៅ3នាក់ហើយមានទាំងអ្នកបម្រើមានទាំងភរិយាថ្ងៃមួយហ្នឹងក៏ចាប់ផ្ដើមទំគូយករង្គ័លហ្នឹងទៅជួស្រែស្រាប់តែកូនប្រុសរបស់បរោះនោះទៅជួស្រែឪពុកចិត្តទៅជួស្រែអញ្ចឹងទៅកូនប្រុសនោះចិត្តទៅយកអវត្តភៈហ្នឹងកាប់ឆ្កាព្រៃតាមភ្លឺយកមកកដុតមិននឹកស្មានថានៅគៀនភ្លឺស្រែហ្នឹងវាមានរុនពុះវែកមួយនៅហ្នឹងហើយយកអាសម្រាមនឹងយកមកកដុតកាប់ឆ្កាកដុតទៅអាពូវែកវាធំក្លិនភ្លើងផងវាធំក្លិនផ្សែងភ្លើងផងវាចេញមកក៏ចឹកកូនរបស់បរោះនឹងស្លាប់មួយរំពេចទៅនិយាយអំពីបរោះដែលជាឪពុកឃើញកូនស្លាប់ដូច្នោះអត់យំអត់សោកអត់ខ្សឹកខ្សួលអត់អ៊ូលអអីទេដោយគាត់គិតឃើញថាកូនប្រុសរបស់គាត់ដែលស្លាប់ទៅនេះបើកាលណាគាត់យំគាត់សោកគាត់ខ្សឹកខ្សួលគាត់អ៊ូលអនឹងប្រៀបបានដូចក្មេងដូចកូនក្មេងដែលនៅអាយុ3ឆ្នាំ4ឆ្នាំអូអាម៉េចបានប្រៀបបានដូចក្មេងអាយុ3ឆ្នាំ4ឆ្នាំឧទាហរណ៍តែក្មេងអាយុ3ឆ្នាំ4ឆ្នាំនេះវាយំទាម្ដាយទាឪពុកថាពុកម៉ែខ្ញុំចង់បានរង្វង់ប្រច័ណ្ឌពីលើមេឃទោះបីថាកូននឹងវាយំបែកផ្ទះកូននឹងយំរហូតដល់គាំងក៏គ្មានឪពុកម្ដាយនឹងទៅបេះព្រះខែពីលើមេឃនឹងឲ្យកូននឹងបានដែរណាញោមដែលជាឪពុកនឹងគ្រាន់តែពិចារណាដូច្នោះហើយគាត់គិតថាបើអញយំដូចក្មេងអញ្ចឹងទោះបីជាអញយំសោកខ្សឹកខ្សួលបោកខ្លួនបោកប្រាណក៏កូនអញនឹងមិនរស់ឡើងវិញដែរស្រាប់តែគាត់ជួនពេលនោះមានអ្នក
ដំណើរម្នាក់ដើរមកកាត់ស្រែហើយបរោះនឹងផ្ដាំថាបើអ្នកទៅស្រុកវិញចូលអ្នកប្រាប់អ្នកផ្ទះខ្ញុំនឹងឲ្យមកស្រែទាំងអស់អូយដាក់បាយនឹងតែមួយកញ្ចប់មកបានហើយរាល់ដងដាក់ពីរកញ្ចប់ខ្លួនមួយកូនមួយឥឡូវកូនស្លាប់ហើយដាក់តែមួយកញ្ចប់មកបរោះអ្នកដំណើរនឹងឯងទៅប្រាប់កូនចៅរបស់បរោះនឹងមកស្រែទាំងអស់និយាយដល់នាងព្រានមណីដែលជាបុព្វភរិយារបស់បរោះនោះគ្រាន់តែឃើញកូនប្រុសរបស់ខ្លួនស្លាប់ដូច្នោះក៏នាងពោលពាក្យថាកូនរបស់អញដែលវាមកចាប់កំណើតក្នុងផ្ទៃក៏អត់បានប្រាប់ថាខ្ញុំសូមចាប់កំណើតក្នុងផ្ទៃមកឯងវាអត់បានប្រាប់យើងទេតែនៅពេលដែលស្លាប់ទៅវិញក៏អត់បានប្រាប់ថាខ្មែរអើយខ្ញុំស្លាប់ថ្ងៃនេះខែនេះឆ្នាំនេះពេលនេះម៉ោងនោះក៏កូននឹងក៏អត់បានប្រាប់ថាស្រាប់ម៉ោងនេះពេលនេះខែនេះថ្ងៃនេះដែរអញ្ចឹងបើកាលណាអញយំអញខ្សឹកខ្សួលអញអួលអាក់ទៅវាអត់មានបានប្រយោជន៍អីទេ